ជំរាបសួរម៉ែបងប្អូននេះលោកពូគាត់គឺជាគណៈកម្មការនៅទីនេះផ្ទាល់អញ្ចឹងឲ្យម៉ែបងប្អូនអាចស្ដាប់គាត់មានប្រសាសន៍បន្តិចក៏ល្អបន្តិចដែរបាទពូបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅទីទួលបរមរានទូលនិយាយដូននេះគឺជាកន្លែងគ្រប់បុជាកន្លែងបុណ្យដុតធូបបែបបន់ស្រន់សូមសេចក្តីសុខក៏ដូចជាសូមរកទទួលទានមានបានបាទទីទួលបរមរាននេះស្ដីម៉ែបងប្អូនក្រោយខ្នងខ្ញុំនេះគឺជាគេហៅថាកន្លែងទីសក្ការៈនៃបូជារបស់លោកយាយដូនយាយត្រូវហើយកន្លែងនេះពីដើមខ្ញុំឮបងហើយនឹងអ៊ំពូមីងគាត់តែងតែប្រាប់ថាកន្លែងស័ក្តិសិទ្ធិគឺពីមុនដូចថាយើងរៀបការជាមួយគ្នាឬយើងចង់សុំអ្វីគឺអាចបានដោយបំណងក្តីបំណងប្រាថ្នាអ្នកនៅស្វាយរៀងបវត្តប្រហែលជាគាត់ស្គាល់ច្បាស់មានរូបតោពីរជាមួយនឹងព្រះបាទជ័យវរ្ម័នរបស់យើងទេសភាពអីគឺត្រជាក់ត្រជុំគឺអស្ចារ្យតែម្ដងយើងអាចមកអង្គុយលេងបែបលក្ខណៈបំបត្តិក្តៅHello ចាំអីគេសួស្តីអ្នកនរគ្នាថ្ងៃនេះបាននៅជាមួយបងលក់គ្រឿងទឹកគ្រឿងកំប៉ុងនៅកន្លែងបូជាមនុស្សក៏រស់រាយណាអញនិយាយដែរចាណែមឆ្ងាញ់អត់ងន់អត់ងល់អង្គត្រូវជួយលឿនពុជបាទដល់នេះទឹកគាត់មានច្រើនដែរគេមកទិញមកគាត់ម្ដងហើយម្ដងទូថ្លៃម្ដងដូចជាតែ10000 ដុងនៅនេះតាមពិតទៅលុយខ្មែរយើងក៏គេលុយដុងក៏គេចាយដែរតែលុយខ្មែរយើងក៏នៅគេចាយដែរគាត់ជីឆ្ងាញ់ទឹកគាត់ឆ្ងាញ់មកដល់តា2000លុយខ្មែរយើងហ៎បាទនេះគឺអ្នកផ្ដាំកសាងបាទទីនេះគឺនិយាយទៅគឺស្កប់ស្កាត់ល្អតែសម្បូរភ្ញៀវគាត់មកគេថាបន់ស្រន់មានទីនេះមានច្រើនតែដោយសារខ្ញុំអត់បានជួបអ្នកនៅក្នុងហ្នឹងអញ្ចឹងខ្ញុំអត់បានដឹងប្រវត្តិបើសិនជាបានដឹងអ្នកនៅក្នុងហ្នឹងយើងសុំសួរប្រវត្តិពីគាត់ទៅថាកន្លែងហ្នឹងមានន័យថាស័ក្តិសិទ្ធិអីខ្លះអត់ទេកន្លែងទីនេះស្រស់ស្អាតមែនហើយត្រជាក់បងប្អូនមើលតាពីក្រោយខ្នងខ្ញុំក៏ដឹងដែរថាទីនេះបើដេកថ្ងៃគឺអែមគឺស្រួលខ្លួនតែម្ដងត្រជាក់ល្អនេះគឺជាកន្លែងលោកដីលោកយាយកន្លែងនេះបើតាមទៅស្ដាប់ដែលអ៊ំពូមីងលោកតាលោកយាយដែលគាត់តែងតែ
អ្នកដឹងអ្នកឮគាត់ថាកន្លែងនេះស័ក្តិសិទ្ធិពីដើមគឺជាកន្លែងស័ក្តិសិទ្ធិបងស្រន់សុំឲ្យបានដឹងបាទក្រោយខ្នងខ្ញុំនេះគឺជាកន្លែងទីសក្ការៈបូជាដ៏ស័ក្តិសិទ្ធិហើយកន្លែងនេះគឺស័ក្តិសិទ្ធិព្រោះខ្ញុំធ្លាប់សួរអ្នកនៅភូមិនេះហើយគាត់ថាមានមួយពេលនោះគឺមានបងប្អូនគាត់ទៅរៀបការថ្មីៗហើយគាត់អត់កូនចេះឆ្នេះគាត់មកសុំទីនេះគឺទីនេះកន្លែងស័ក្តិសិទ្ធិហើយបច្ចុប្បន្ននឹងសប្តាហ៍ថ្ងៃគឺមានភ្ញៀវជាច្រើនគាត់បានមកអុជធូបបន់ស្រន់ដើម្បីនឹងសុំកិច្ចការងាររកស៊ីរបស់គាត់បើសម្បូរមនុស្សបំផុតគឺថ្ងៃសិលគឺបងប្អូនគាត់មកច្រើនមែនទែនតែថ្ងៃនេះគឺខ្ញុំមកអត់ចាំថ្ងៃសិលដូច្នេះវាអត់សូវមានភ្ញៀវតែភាគច្រើនគឺភ្ញៀវជនជាតិវៀតណាមគាត់មកអុជធូបបន់ស្រន់ដើម្បីសុំលាភនិងសក្ការៈតែថ្ងៃនេះគឺអត់សូវមានភ្ញៀវរដងខ្ញុំមកដូចជាភ្ញៀវច្រើនកន្លែងនេះគឺទីសក្ការៈបូជាស្រីស្អាតសុំតិចមកស្រីស្អាតនិយាយអីទៅនិយាយទៅខ្ញុំទៅនិយាយអីទៅខ្ញុំនិយាយកន្លែងហ្នឹងសាក់ជុំដោះពីជើងមកកូនស្រីជម្រាបសួរម៉ែបងប្អូននេះលោកពូគាត់គឺជាគណៈកម្មការនៅទីនេះផ្ទាល់អញ្ចឹងឲ្យម៉ែបងប្អូនអាចស្ដាប់គាត់មានប្រសាសន៍បន្តិចក៏ល្អបន្តិចដែរបាទពូបាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់នៅទីទួលបរមទូលនិយាយដូននេះគឺជាកន្លែងគ្រប់បូជាកន្លែងបុណ្យដុតធូបបែបបន់ស្រន់សូមសេចក្តីសុខក៏ដូចជាសូមរកទទួលទានមានបានបាទទីទួលបរមនេះបាទហើយភាគច្រើនគឺភ្ញៀវចំនួនជាតិសាសន៍តែភាគច្រើនគឺភ្ញៀវវៀតណាមបាទហើយខាងវៀតណាមគាត់ជំនឿជាងគេគឺទៅនៅថ្ងៃគេហៅមកខាងវៀតណាមបាទថ្ងៃទី2គឺថ្ងៃពេញបោករបស់គាត់បាទហើយមានជនជាតិជាច្រើនទៀតចំនួនជាតិសាសន៍មានឥណ្ឌូចិនថៃក៏មានបាទពូខ្មែរយើងមានដូចគ្នាពូណោះបាទខ្មែរក៏មានដែរបាទចំនួនជាតិសាសន៍និយាយចំទៅបាទទីទួលនឹងបាទពួកខ្ញុំនេះគឺជាគណៈកម្មការនៅពេលដែលពួកខ្ញុំទៅនេះដូរវេនគ្នាមកមើលទៅនៅលើទូលនឹងបាទគណៈកម្មការនៅទីនេះមាន11រូបព្រមទាំងលោកប្រធានបាទពូបាទ11រូបទាំងលោកប្រធានបាទពូបាទលោកប្រធានលោករាជរក្សាជាអភិបាលរងក្រុងក៏ទទួលបន្ទុកខាងប្រធានគណៈកម្មការទូលនៅទីនេះបាទពូបាទតែទីនេះខ្ញុំឮចាស់ភូមិអ្នកភូមិគាត់ថាទីនេះពិតជាស័ក្តិសិទ្ធិមែនពីមុនដូចថាយើងអត់កូនអត់អីតាណាមានអញ្ចឹងមែនទេព្រោះអត់កូនដូចថាយើងអត់កូនយើងអាចមកសុំបានឬមិនមែនទេបាទពីមុនខ្ញុំក៏ធ្លាប់ឮដែរពេលដែលអត់ប្តីប្រពន្ធចាប់ដៃគូគ្នានៅមួយគ្នារយៈពេលច្រើនឆ្នាំអត់មានកូនគាត់ក៏បានមកបែបន់ស្រន់សូមពីលោកយាយលោកតានៅទីនេះសូមកូនបាទពូបាទហើយខ្ញុំក៏ឮដែរថាសូមបានបាទពូបាទដោយសារតែបច្ចុប្បន្ននេះមិនដឹងថាយ៉ាងណាទេបាទពូបាទពីព្រោះមិនទាន់មានឮថាណាថាអត់កូនមកសុំកូនទៀតទេបាទពូបាទពីច្រើនតែវៀតណាមក៏ទិញសម្ភារៈទិញអីហ្នឹងយកមកបែបបន់បាទពូបាទនេះម៉ែបងប្អូនកន្លែងនេះគឺជាតាមស្ដាប់ប្រសាសន៍លោកពូគាត់មានប្រសាសន៍មុននឹងបន្តិចគាត់ថាទីនេះគឺជាកន្លែងស័ក្តិសិទ្ធិដែលភាគច្រើនគឺភ្ញៀវបរទេសភ្ញៀវខ្មែរយើងក៏គាត់មកអុជធូបបន់ស្រន់ដូចគ្នាដែរព្រោះទីនេះគឺជាតំបន់ស័ក្តិសិទ្ធិ